បាទនៅកន្លែងខ្ញុំនៅនេះគឺនៅប្រាសាទបន្ទាយសម្រែដែលនៅបណ្ដាយើងហ្នឹងជិះមកកន្លែងគេលក់សាច់ជ្រូកលក់អីហ្នឹងទីដែលលក់មកជម្រាបសួរបាទថ្ងៃនេះគឺខ្ញុំបានមកដើរទស្សនានៅប្រាសាទបន្ទាយសម្រែហើយថ្ងៃនេះគឺមនុស្សមកច្រើនដោយសារជាចុងសប្តាហ៍អញ្ចឹងមនុស្សមកច្រើនមានបងប្អូនជនជាតិខ្មែរជនជាតិគេអញ្ចឹងណានេះគឺយើងទៅមើលផ្លាកនេះគឺគម្រោងបណ្ដុះបណ្ដាលនៅប្រាសាទបន្ទាយសម្រែសម្រាប់ប្រាសាទបន្ទាយសម្រែនេះដែរគឺនេះជាលើកទី1ហើយដែលខ្ញុំបានមកដល់ប្រាសាទតែដែលបានមកទេនេះគឺជាទស្សនវិជ្ជាទូទៅនៅក្នុងប្រាសាទរូបសំណាកសល់ជើងដើរទៅមើលខាងនោះថាមានអីខ្លះដោយសារតែនៅខាងនេះគឺគេដាក់ឈើអញ្ចឹងណាដាក់ទប់ខ្លាច់មានបញ្ហាអីចឹងទៅណាអូនេះលេខថាមកជុំមកដល់ចេះថាលេខថាដូចអង្គរដូចកំផែងអង្គរដែរដោយសារគេធ្វើមួយជុំអញ្ចឹងណាយើងអាចដើរមួយជុំបានតែនៅនេះដូចជាអត់សូវបែកបាក់ច្រើនទេមែនគឺសិតតាថ្មបាយក្រៀមដែលចេញជាងម៉ោង1គឺថាក្តៅខ្លាំងណាស់ឥឡូវនេះគឺខ្ញុំឃើញខាងនោះខ្ញុំនាំទៅមើលថាជាអីគេនៅខាងនោះប្រហែលជាគេជួសជុលឡើងវិញអញ្ចឹងណាបើយើងនិយាយឲ្យស្រួលស្ដាប់ទៅគឺដូចឆាកអញ្ចឹងណានិយាយទៅមាន4ទិសមុខក៏មាន4ទិស
បាទនៅកន្លែងខ្ញុំនៅនេះគឺនៅប្រាសាទបន្ទាយសម្រែដែលនៅបណ្ដាយើងហ្នឹងជិះមកកន្លែងគេលក់សាច់ជ្រូកលក់អីហ្នឹងគឺមានអីគេល្បីសាច់ជ្រូកស្អីតែយើងជិះហួសមកទៀតហើយមានផ្លូវមួយកាច់ទៅផ្ទៃស្រីតែយើងជិះមកត្រង់រហូតអញ្ចឹងណាប្រហែលជា2គីឡូអីដល់ហើយនិយាយទៅប្រាសាទហ្នឹងគឺខ្ញុំអត់ដែរមកទេគឺខ្ញុំមកលើកទី1ហើយអ្វីដែលពិសេសនោះខ្ញុំមើលពីខាងក្រៅទៅមានអារម្មណ៍ថាធម្មតាប៉ុន្តែដល់ពេលដែលយើងបានចូលមកដល់ក្នុងទើបដឹងថាវ៉ាវអស្ចារ្យមែនទែនគឺប្រាសាទនៅទីនេះគឺនៅល្អសឹងនៅទីនេះគឺស្អាតដូចខ្ញុំនិយាយអញ្ចឹងគឺនៅពេលដែលយើងមើលពីខាងក្រៅមកគឺមានអារម្មណ៍ថាវាធម្មតាប៉ុន្តែយើងចូលដល់ខាងក្នុងគឺ the best ហ្មងស្អាតហើយសម្រាប់ថ្ងៃអាទិត្យនេះគឺប្រជាពលរដ្ឋគាត់មកទស្សនាច្រើនបងប្អូនខ្មែរក៏ដូចជាជនជាតិបរទេសអីចឹងគាត់មកទស្សនាចឹងហើយខ្ញុំក៏បានមកដែរតែខ្ញុំមកម៉ោង1វារៀងក្តៅតិចប៉ុន្តែនៅទីនេះគឺ the best ហ្មងស្អាតមែនទែនហើយខាងនេះគឺទីនេះគឺបើជាលក្ខទៅគឺខ្ញុំមិនដឹងថាជាអ្វីប្រកាសទេគឺខាងនោះគឺជាផ្លូវគេដើរមកហើយឡើងលើនេះប្រពកម្មវិធីអីចឹងណាហើយក៏ចូលទៅខាងក្នុងចឹងណានិយាយទៅទីនេះគឺតិចនិយាយទៅនៅតាមប្រាសាទនៅក្នុងខេត្តសៀមរាបរបស់យើងគឺតិចមែនទែនដោយសារតែព្រៃឈើនៅច្រើនបើសិនជាធម្មតាយើងជិះម៉ូតូនៅខាងក្រៅតាមក្រុងនោះគឺវាក្តៅប៉ុន្តែបើនៅចូលដល់ព្រៃអង្គរឬក៏តាមប្រាសាទនេះគឺត្រជាក់ហើយសំណូមពរដល់បងប្អូនទាំងអស់គ្នាកុំភ្លេចមកទស្សនាប្រាសាទបន្ទាយសម្រែនេះគឺថាបងប្អូនមកគឺអត់ខកបំណងទេគឺស្អាតមែនទែនអ្នកទាំងគ្នាហើយឥឡូវនេះគឺចាំមើលថាខ្ញុំដើរទស្សនាទៅខាងនោះទៀតដោយសារតែខ្ញុំនេះគឺខ្ញុំអត់ទាន់ដើរអស់ទេអញ្ចឹងហើយខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនានៅខាងនោះទៀតថានឹងមានអ្វីទៀតអញ្ចឹងណាបាទនេះគឺរូបសំណាកតោបាទប៉ុន្តែដោយសារតែបាត់មុខអីនៅតែដងខ្លួននឹងក្បាលតែមុខមាត់បាត់ទៅមើលខាងក្នុងណាដោយសារតែឥឡូវគឺខ្ញុំនៅក្រៅអញ្ចឹងហើយខ្ញុំទៅមើលខាងក្នុងវិញខ្ញុំមើលមកជុំដោយសារតែខ្ញុំមកនេះទៅតែមកដល់ទេអត់ទាន់បានមើលមកជុំទេបាទនេះគឺមឈូសអញ្ចឹងអ្នកនរគ្នារូបមឈូសនេះគឺរូបមឈូសនេះគឺទស្សនវិជ្ជាខាងក្នុងសម្រាប់កន្លែងនេះដែរប្រហែលជាកន្លែងគេគោរពអីចឹងណាដោយសារល្ងិតខាងក្នុងហ្នឹងខ្ញុំមិនដឹងថាខាងក្នុងហ្នឹងមានអីចឹងណានៅខាងក្នុងនេះឥឡូវគឺនេះគឺខ្ញុំរកផ្លូវចេញទៅមើលខាងក្រៅអូនេះគឺខាងក្រៅយើងអាចដើរគៀនបាន
នេះគឺទ្វារបញ្ឆោតដែលខាងក្នុងងឹតមិញហ៎នេះគឺមានទ្វារដែរប៉ុន្តែទ្វារបញ្ឆោតទេមិនមែនជាទ្វារពិតទេនិយាយទៅក្បាច់អីនៅស្អាតអូកន្លែងនេះទឹកវាជ្រាបទឹកភ្លៀងទឹកជ្រាបមកអូឥឡូវនេះគឺខ្ញុំដើរមកពីខាងនោះឥឡូវគឺបានមកដល់ខាងនេះវិញខាងលិចខាងនេះខាងលិចក្នុងបង្កើតសម្រាប់នៅខាងលិចនេះគឺមានផ្លូវមួយដែរទាំងអស់គ្នាផ្លូវដែលយើងដើរចូលមកអញ្ចឹងណាខ្ញុំដើរអត់បានច្រើនទេខ្ញុំដើរនិយាយទៅដើរពីខាងនោះហើយពីខាងនោះខាងកើតដើរពីខាងកើតមកដើរមើលខាងក្នុងមកសន្ទុះហើយអញ្ចឹងណាដោយសារតែខ្ញុំមកពីនេះតែឥឡូវបាត់ម្នាក់បាត់ហើយពេលឆាតសួរទៅគាត់ដកម៉ូតូវិញបាត់ហើយដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងថាប្រាសាទមួយនេះគឺស្រស់ស្អាតគឺយើងមើលមកពីខាងក្រៅមកគឺអត់សូវវ៉ាវទេតែយើងចូលមកខាងក្នុងស្អាតដោយសារតែទស្សនវិជ្ជាទាំងស្រុងនៅក្នុងប្រាសាទនេះគឺអត់សូវមានការបែកបាក់អីច្រើនទេមានបែកបាក់ប៉ុន្តែមិនមានច្រើនអញ្ចឹងណាសម្រាប់នេះគឺខាងក្រៅគឺគេកសាងអំពីតាមជញ្ជាំងនេះគឺបែកថ្មបែកក្រៀមអញ្ចឹងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចមកដើរកម្សាន្តទាំងអស់គ្នាពេលទំនេរចុងសប្តាហ៍អញ្ចឹងណាព្រោះថានៅទីនេះគឺស្អាតបើសិនជាបងប្អូនទាំងអស់គ្នាមកគឺអត់ខកអំណងទេអញ្ចឹងហើយដូចនៅនឹងដែរគឺសូមខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះបើសិនជាមានការនិយាយទៅលើសខ្វះខាតកន្លែងណាក៏សូមអធិស្ឋានផងអញ្ចឹងចាំជួបគ្នាវីដេអូក្រោយអរគុណបាយបាយ